Mitsubishi Triton Athlete Pick Up សេរីថ្មីដែលទើបតែចេញក្តៅៗនេះទេក្នុងវីដេអូនេះយើងនឹងផ្ដោតសំខាន់ទៅលើការតេស្តរាយដែលសារតែខ្ញុំចង់ដឹងថាតើសេរីថ្មីនេះមានអីពិសេសក៏ដូចជា upgrade អីគេខ្លះបន្ថែមពីនេះយើងក៏ទៅមើលផងដែរថាតើ Pick Up ជប៉ុនមួយគ្រឿងនេះមាន option អីពិសេសខ្លះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលលម្អិតទាំងអស់គ្នាតោះមុននឹងចូលដល់តេស្តរាយយើងចាប់ផ្ដើមពីការ design រូបរាងទាំងផ្នែកខាងមុខទាំងផ្នែកខាងក្នុងក៏ដូចជា option សិនហើយខ្ញុំចាប់ផ្ដើមដំបូងគឺទៅលើការ design ផ្នែកខាងមុខនេះហើយខ្ញុំចាប់អារម្មណ៍ច្រើនមែនទែន daytime គឺគេប្រើជានៅផ្នែកខាងលើនេះអំពូលនេះជាប្រភេទអំពូលដែលមានសមត្ថភាពភ្លឺនៅទីកន្លែងអូតូជាពិសេសដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺពាក់ព័ន្ធជាមួយទៅលើ front grid មកផ្ទាំងធំនេះតែម្ដងមើលទៅស្អាតហើយអំណាចមែនទែនអមជាមួយនឹង logo Mitsubishi ខាងលើនេះអក្សរ Mitsubishi ណាគឺគេដាប់ជាប់នៅខាងក្នុងហ្នឹងតែម្ដងអញ្ចឹងមើលទៅគឺស្អាតមែនទែនហើយអីដែលខ្ញុំចូលចិត្តដែរហ្នឹងគឺដោយសារគេប្រើជាប្រភេទពណ៌ខ្មៅហើយលាយជាមួយខាងក្រោមនេះរៀង chrome ពណ៌រៀងកម្ៅអញ្ចឹងណាអញ្ចឹងមើលទៅវាស៊ីគ្នាល្អហើយក៏វាកាយផងដែរជាពិសេសនៅផ្នែកខាងមុខនេះក៏យើងមាន sensor 4 គ្រាប់សម្រាប់ការជួយនៅក្នុងការចូលចតអីផ្សេងៗផងដែរមួយដែរហ្នឹងគឺពាក់ព័ន្ធជាមួយទៅលើកាមេរ៉ាអញ្ចឹងកាមេរ៉ាយើងមានមកជុំវិញតួឡានតែម្ដងប្រភេទឡាន pick up គឺជាប្រភេទឡានដែលមានប្រវែងវែងអញ្ចឹងនៅពេលដែលយើងមានកាមេរ៉ាមកជុំចេះងាយស្រួលមែនទែនសម្រាប់នៅពេលដែលយើងចូលចតអីផ្សេងៗណាបន្តមកទៀតយើងមកមើលជាមួយនឹងយ៉ាន់កង់វិញបាទជាប្រភេទ aluminum ទំហំ 18 អ៊ីងពណ៌ខ្មៅក្រឹបតែម្ដងស៊ីគ្នាស្អាតល្អមែនទែនបាទផ្នែកខាងមុខយើងមានប៉ុណ្ណឹងឥឡូវយើងទៅមើលនៅផ្នែកខាងក្រោយម្ដងតោះនាំបងប្អូនមកមើលផ្នែកខាងក្រោយស្តុបរបស់គេស្អាតខ្លាំងបាទស្អាតខ្លាំងមួយដែលចង់បង្ហាញជូនបងប្អូនកន្លែងនេះស្រាលមែនទែនលើកចេញចូលគឺស្រាលល្អជាពិសេសបាទលើកតដៃ1លើកតដៃ2ក៏រួចដែរអញ្ចឹងនេះហើយជាអីដែលបងប្អូនយើងសរសើរឬក៏ចង់បានគឺមានបាទអត់បាច់បារម្ភទេមិនមែនធ្ងន់ពិបាកអីទេហើយពាក់ព័ន្ធមួយទំហំគ្រប់បាទ pick up មិនបាច់បារម្ភទៅលើគ្រប់ទេបាទកន្លែងដាក់អវ៉ាន់អីគឺបានមកពេញផ្ទាល់តែម្ដងបាទផ្នែកខាងក្រៅខ្ញុំមានត្រួសជូនបងប្អូនប៉ុណ្ណឹងឥឡូវយើងចូលទៅផ្នែកខាងក្នុងទាំងអស់គ្នាតោះអូខេបងប្អូនចូលមកដល់ផ្នែកខាងក្នុងត្រូវតែនិយាយពាក់ព័ន្ធជាមួយទៅលើកៅអីនេះហើយបាទអញ្ចឹងកៅអីនេះគឺជាការ highlight ពីពណ៌រៀងខ្មៅលាយជាមួយនឹងពណ៌ទឹកក្រូចមើលទៅគឺស្អាតមែនតើសម្រាប់ខ្ញុំនៅពេលដែលយើងចូលមកក្នុង pick up ហើយប្រើប្រភេទជាពូកស្បែកពណ៌នេះគឺមើលទៅរៀងប្លែកហ្មងហើយអីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងសូម្បីតែស្នេហ៍តិចទៅលើតាប្លូនៅលើដៃទ្វារអីក៏គេលាយជាមួយនឹងពណ៌ទឹកក្រូចដែរអញ្ចឹងធ្វើទៅវា balance គ្នាល្អណាហើយជាពិសេសចង់បញ្ជាក់ជូនបងប្អូនដែរថាកៅអីដែលខ្ញុំកំពុងតែអង្គុយកៅអីអ្នកបើកបរគឺយើងមាន motor ដើម្បីសេរីទៅសេរីមកងាយស្រួលមែនតើបាទបន្តមកទៀតចង់ប្រាប់បងប្អូនពាក់ព័ន្ធជាមួយទៅលើចង្កូតបាទចង្កូតនេះគឺងាយស្រួលបាត់បែនមែនទែនហើយបើសិនជាផ្នែកខាងមុខវិញបាទកុងទ័រពាក់កណ្ដាល digital បានន័យថាយើងមានអេក្រង់កណ្ដាលនោះដែលជាប្រភេទ digital ណាអញ្ចឹងផ្ទៃព័ត៌មានបង្ហាញផ្សេងៗក៏បង្ហាញនៅក្នុងអេក្រង់នឹងផងដែរងាកមកផ្នែកខាងស្ដាំយើងចាប់អារម្មណ៍ថាយើងមានអេក្រង់មួយគឺទំហំ 8 អ៊ីងនៅក្នុងនេះពាក់ព័ន្ធជាមួយទៅលើកាមេរ៉ា360អីផ្សេងៗក៏បង្ហាញនៅខាងក្នុងនឹងផងដែរអីដែលពិសេសហ្នឹងគឺយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយឥតខ្សែបានអញ្ចឹងបាច់ប្រើមានខ្សែមានអីដែលធ្វើឲ្យតាប្លូរបស់យើងមើលទៅញ៉ៃទេបាទចំមកខាងក្រោមទៀតគឺម៉ាស៊ីនត្រជាក់ដែលមានមកជាមួយនឹងបច្ចេកវិទ្យា Nano X ដែលជាបច្ចេកវិទ្យាជួយបន្សុទ្ធខ្យល់អញ្ចឹងពាក់ព័ន្ធជាមួយនឹងខ្យល់ពុលអីផ្សេងៗគឺអត់ចូលមកខាងក្នុងឡានទេជំនាញបានថាខ្យល់ដែលចូលមកខាងក្នុងនេះគឺសុទ្ធតែជាខ្យល់ល្អតែម្ដងបាទចុះមកខាងក្រោមទៀតយើងមានរន្ធសាក USB-C ក៏ដូចជា USB-A ក៏ដូចជាបន្ទប់ឡាក់ប៉ុងហើយនៅខាងក្រោមនេះយើងក៏មានមកជាមួយនឹង wireless charge ផងដែរបាទអញ្ចឹង pick up គឺមានមកជាមួយ wireless charge អត់បាច់បារម្ភទេសាកថ្មក៏បានសាកថ្មអត់ខ្សែក៏បានអូខេមកទៀតគឺយើងមានចង្កឹះលេខក៏ដូចជា drive mode អីផ្សេងៗក៏ដូចជាមុខងារប៉ុងបាទអញ្ចឹងនៅពេលដែលយើងតេស្តរាយយើងនឹងប្រាប់បងប្អូនឲ្យលម្អិតហ្មងថាតើ drive mode មានជាខ្លះ lock ប៉ុងនេះយើងប្រើពេលណាពេលណីខ្លះក៏ដូចជាកម្លាំងនៃការបើកបរប៉ុណ្ណាដែរអូខេអញ្ចឹងឥឡូវយើងត្រួសប៉ុណ្ណឹងយើងទៅមើលនៅផ្នែកខាងក្រោយចូលមកដល់ផ្នែកខាងក្រោយបាទកន្លែងដាក់ជើង space អីគឺបានមកគួរសមអត់បារម្ភទេហើយខ្ញុំចូលចិត្តមួយគឺពាក់ព័ន្ធជាមួយទៅលើការច្នៃកន្លែងដាក់វ៉ាន់របស់គេណាបានច្រើននេះក៏ដាក់វ៉ាន់នេះក៏ដាក់វ៉ាន់ណាកន្លែងនេះក៏យើងអាចដាក់វ៉ាន់បានដែរអញ្ចឹងសាកថ្មសាកអីយើងអាចដាក់ទូរស័ព្ទដាក់ iPad អីនៅខាងក្នុងនឹងបានកន្លែងដាក់ដៃកន្លែងដាក់កែវទឹកក៏យើងមានផងដែរបើសិនជាអត់ទេយើងអាចលើកឡើងអង្គុយនេះបានបន្ថែមបើសិនជាផ្នែកខាងក្រោយក៏មានផងដែរបាទសិនជាពីនៅផ្នែកខាងលើនេះតែម្ដងអញ្ចឹងយើងអាចសេរីបជាអីបានចង់ត្រជាក់ចង់ក្តៅប៉ុណ្ណាគឺយើងអាចសេរីនៅខាងលើនេះបានដូចគ្នាអូខេអញ្ចឹងទូនៅផ្នែកខាងក្នុងប៉ុណ្ណឹងឥឡូវដល់ពេលដែលយើងត្រូវតេស្តរាយទៅដល់អូខេបងប្អូនដំបូងឡើយគឺយើងត្រូវនិយាយពាក់ព័ន្ធជាមួយទៅលើម៉ាស៊ីនរថយន្តនេះប្រើប្រាស់ម៉ាស៊ីន 2.4 លីត្រមាន bi-turbo ណាជាប្រភេទម៉ាស៊ីនម៉ាស៊ូតអាចផ្ដល់កម្លាំងបាន200 PS ជាមួយនឹងកម្លាំងថកហ្នឹងគឺ470 Nm
បើទៅលើតរ៉ៃម៉ូតយើងមានច្រើនយើងមាន Eco យើងមាន Normal យើងមាន Gravel សម្រាប់យើងបើកនៅលើផ្លូវព្រោះយើងមាន Snow សម្រាប់បើកនៅលើផ្លូវល្អិលយើងមាន Mud យើងមាន Sand ហើយនឹងចុងក្រោយគឺ Rock ហើយបើពាក់ព័ន្ធមួយប៉ុងជាប្រភេទប៉ុង2ក៏ប៉ុន្តែនៅលើ Mitsubishi Triton Athlete នេះគឺយើងមាន 2X 4X 4XLC ហើយនិង 4LLC អញ្ចឹងប៉ុងនីមួយៗគឺយើងកាច់បានទៅតាមស្ថានភាពផ្លូវនីមួយៗដែរឧទាហរណ៍ថាពេលដែលបងប្អូនកាច់ទៅ 4LLC អញ្ចឹងគឺយើងប្រើប្រាស់ជាមួយនឹងមុខងារ Rock អីអញ្ចឹងទៅសម្រាប់ឲ្យយើងបើកនៅលើផ្លូវដែលវាជាប់ខ្លាំងឬក៏ពិបាកខ្លាំងអីជាដើមមួយទៀតពាក់ព័ន្ធជាមួយទៅលើបទពិសោធន៍នៃការបើកបរហ្មងដំបូងឡើយគឺចកូតបាទចកូតនេះគឺធូរងាយស្រួលបាត់បានមែនតើអញ្ចឹងខ្ញុំជឿថាជាអ្នកដែលគាត់ទិញ pick up ណាគាត់មិនប្រកាសថាគាត់បើកតាមខេត្តឬក៏បើកនៅពិបាកសិតទេភាគច្រើនគឺគាត់បើកនៅក្នុងក្រុងដែរអញ្ចឹងការដែលប្រើប្រាស់ចកូតរៀងទុនងាយស្រួលបាត់បានអញ្ចឹងគឺងាយស្រួលខ្លាំងមែនតើទី2ខ្ញុំគិតថាដែលជាការអាប់ដេតល្អនឹងគឺពាក់ព័ន្ធជាមួយទៅលើម៉ាស៊ីនមកជាប្រភេទម៉ាស៊ីនមួយស៊ុតមែនក៏ប៉ុន្តែជាន់បានយើងអត់មានអារម្មណ៍ថាអូជាន់ទៅរៀងស្ទក់ឬក៏អីទេគឺយើងជាន់បាន smooth ល្អតែម្ដងបើចំណុចមួយដែលខ្ញុំគិតថាបើសិនជា Mitsubishi update បន្ថែមនឹងល្អហ្នឹងគឺពាក់ព័ន្ធជាមួយទៅលើសលេងម៉ាស៊ីនបាទបើកាត់បន្ថយសលេងម៉ាស៊ីនកុំឲ្យចូលមកខាងក្នុងឡានឲ្យបានច្រើនជាងនេះតិចទៀតនឹងកាន់តែល្អបន្ថែមចំណុចមួយដែលបងប្អូនតែងតែសួរហ្នឹងគឺពាក់ព័ន្ធជាមួយទៅលើប្រព័ន្ធសុវត្ថិភាពខ្ញុំមាននិយាយថាគឺមានមកមួយ set តែម្ដងតាំងពីបន្លាញ sport ឲ្យឡានបើកក្នុងគន្លងផ្លូវហ្វ្រាំងអូតូអីផ្សេងៗខ្ញុំហ៊ាននិយាយថាគឺមានមួយ set ហើយបងប្អូនបាច់បារម្ភទេបាទចុងក្រោយទៅលើតម្លៃរថយន្ត pick up របស់ជប៉ុនមួយនេះមានតម្លៃ $48,900 ជាមួយនឹងការធានាផ្លូវការពីក្រុមហ៊ុន Mitsubishi Cambodia បើសិនជាសួរឲ្យសរុបមកអីដែលខ្ញុំចូលចិត្តពីរថយន្តមួយនេះណាទី1ទៅលើការ design របស់គេខ្ញុំគិតថាការ design បែបនេះស្អាតជាពិសេសគឺទៅលើផ្នែកខាងក្នុងការដែលប្រើស្បែកគោពណ៌ទឹកគ្រោកអីចឹងមកធ្វើឲ្យឡានមួយនេះគឺលេចខ្លាំងមែនទែនហើយបន្ថែមពីនឹងផងដែរពាក់ព័ន្ធជាមួយទៅលើប្រព័ន្ធភាពទំនើបប្រព័ន្ធសុវត្ថិភាពរបស់គេក៏មានមកមួយ set ផងដែរមួយទៀតដែលខ្ញុំចូលចិត្តហ្នឹងគឺការ upgrade ពាក់ព័ន្ធជាមួយទៅលើម៉ាស៊ីនដោយសារតែម៉ាស៊ីននេះគឺជាន់បានហ្មងបើទោះបីជាប្រភេទឡានមួយស៊ុតមែនក៏ប៉ុន្តែការប្រើប្រាស់ឬក៏ការជាន់ក្នុងក្រុងហ្នឹងយើងអត់មានអារម្មណ៍ថា lag ឬក៏ពិបាកជាន់ទេគឺយើងជាន់បានអញ្ចឹងសម្រាប់ការបើកបោះទូទៅមិនថាទាំងក្នុងក្រុងឬក៏តាមខេត្តអីទេគឺសម្រាប់ខ្ញុំគិតថាការ upgrade មួយនេះគឺល្អមែនទែនសម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធជាមួយទៅលើការធានាក៏ដូចជាពាក់ព័ន្ធជាមួយទៅលើបង់រំលោះអីផ្សេងៗបងប្អូនអាចតាក់ទងទៅ Mitsubishi Cambodia បានដែលខ្ញុំទុកព័ត៌មានបន្ថែមរបស់គាត់នៅលើ caption ខាងលើអរគុណសម្រាប់ការទស្សនាពីខ្ញុំវិទូយើងនឹងជួបគ្នានៅវីដេអូក្រោយជំរាបលា